រត់នឹកធ្វើម្ហូបអាចសាកត្រីចំហុយទឹកស៊ីអ៊ីវមួយមុខនេះបានចំណាយលុយក៏អត់តិចវិធីធ្វើក៏ងាយស្រួលចង់ដឹងពីរបៀបធ្វើអាចមើលក្នុងវីដេអូនេះបានធានាថាធ្វើញ៉ាំហើយគឺដឹងតែអត់ខកចិត្តហ្មងត្រីគឺខ្ញុំប្រើជាត្រីក្រហមឬក៏បងប្អូនអាចប្រើជាត្រីក្អែកត្រីតុកែអីក៏បានដែរយើងឆូតវាឈ្នួតអញ្ចឹងមកខ្ញីប្រើម្ដុំហាន់ជាប្រទេសស្ដើងខ្ទឹមស3 4កំពឹសហើយនិងស្លឹកខ្ទឹមបន្តិចយើងរៀបវាទ្រាប់នៅបាតហើយសល់បានទៀតដាក់ចូលក្នុងពោះវាហើយបើសិនជាបងប្អូនមានរសជាតិវ៉ាន់ស៊ុយដាក់ថែមមកក្លិនរបស់ត្រីរបស់យើងនឹងកាន់តែឈ្ងុយសម្រាប់ការចំហុយលើកទី1នេះទុកវាចោល5នាទីសិនទៅយើងទៅលាយទឹកសម្រាប់ស្រោចពីលើត្រីឲ្យហើយសម្រាប់ប្រេងខ្យងខ្ញុំប្រើ2ស្លាបព្រាបាយទឹកស៊ីអ៊ីវធម្មតា2ស្លាបព្រាបាយហើយបើសិនជាបងប្អូនមានទឹកស៊ីអ៊ីវខាប់ថែម1ស្លាបព្រាបាយទៀតមកម្សៅស៊ុបខ្ញុំដាក់1ស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេស្ករ1ស្លាបព្រាបាយជាមួយនឹងទឹក3ស្លាបព្រាបាយហើយសម្រាប់ទឹកដែលខ្ញុំដាក់ចូលចុងក្រោយនេះគឺយើងប្រើជាទឹកឆ្អិនមកបងប្អូនដើម្បីយើងងាយស្រួលភ្លក់ព្រោះអីរសជាតិរបស់វាបើសិនជាយើងអត់ភ្លក់ទេអាចថានឹងស្ទើររសជាតិឬក៏ប្រៃជ្រុលអីចឹងទៅត្រីដែលយើងចំហុយលើកទី1 5នាទីនេះបងប្អូនចាក់ទឹកវាចេញសិនមកព្រោះអីទឹកហ្នឹងវាអាចនឹងមានក្លិនឆ្អាបហើយចាំយើងយកទឹកស៊ីអ៊ីវដែលយើងបានលាយគ្រឿងហើយស្រាប់ហ្នឹងស្រោចវាពីលើដាក់ចំហុយម្ដងទៀតប្រហែលជាខ្ទង់10នាទីយើងត្រៀមចំបន្លែសម្រាប់យើងផ្ទាប់ញ៉ាំជាមួយដែលយើងមានដូចជាខ្ញីស្លឹកខ្ទឹមម្ទេសម្លេជាមួយនឹងខ្ទឹមសហាន់ជាប្រទេសស្ដើងក៏បានឬក៏ច្រាមក៏បានដែរត្រីនេះបន្ទាប់ពីយើងចំហុយលើកទី2 10នាទីយើងលើកវាចេញរៀបបន្លែដែលយើងបានរៀបចំឲ្យស្រាប់នឹងដាក់ពីលើមកហើយយើងពងខ្ទឹមសដែលហាន់ជាប្រទេសស្ដើងនឹងក៏បានឬក៏ច្រាមដែលខ្ញុំបានប្រាប់អញ្ចឹងហើយសម្រាប់ប្រេងបើសិនជាបងប្អូនមានប្រេងល្ងដាក់ទៅកាន់តែឈ្ងុយប៉ុន្តែបើសិនជាប្រើប្រេងឆាធម្មតាទេកុំដាក់ច្រើនពេកវាអាចនឹងងាយទ្រាំអញ្ចឹងទៅហើយសម្រាប់មួយមុខនេះញ៉ាំផ្ទាប់ជាមួយបន្លែហើយនឹងខ្ទឹមដែលយើងបានពងឈ្ងុយគឺត្រូវជាតិគ្នាខ្លាំងមែនតើហើយបន្លែដែលយើងហាន់ទាំងប្រមាណមុខហ្នឹងយើងអាចផ្ទាប់ញ៉ាំក្រៅថែមទៀតក៏បានដែរហើយសម្រាប់បងប្អូនដែលចង់បានម៉ាស៊ីនកិនសាច់កិនគ្រឿងកិនខ្ទឹមខ្នាតតូចឬក៏អាចក្លុកទឹកត្រីកោះកុងទឹកតហូទឹកកាពិកិនផ្លែឈើអីក៏បានណា